bà Thái trong ban đồng bằng sầm mậtដោយការលុប MOU តើយើងមានវិធីសាស្ត្របែបណាទប់ទល់តាមគំនិតលោកតាយើងមានរបៀបដើម្បីនឹងចរចាឬតវ៉ាវាទាល់តែរាជការធ្វើការឲ្យច្រើនដើម្បីនឹងចងក្រងនៅសំណុំរឿងឯកសារផែនទីនឹងមានការយល់ដឹងនិងចំណាយលុយជួលអ្នកជំនាញខាងច្បាប់សមុទ្រដើម្បីមកតវ៉ារឿងនេះហើយតវ៉ាគឺបានត្រឹមតែចែកផលគ្នាទេកម្ពុជាមិនអាចទៅច្បាមយកដែនសមុទ្រនឹងបានទេបើថៃវាអាចច្បាមយកដែនសមុទ្រនឹងបានពីព្រោះវាគិតយូរហើយចំណែកខាងកម្ពុជាច្បាមមិនបានទេបានត្រឹមតែទៀមទាចែកផលមានន័យថាបានបើវាលុប MOU ចោលតវ៉ាវាទៅវាអាចបង្កើត MOU ថ្មីដើម្បីចែកផលតែឲ្យទៅយកទឹកសមុទ្រនឹងមកវិញគឺអត់ទេពីព្រោះមេដឹកនាំកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់ការប្រែប្រួលនៃដែនសមុទ្រជាមួយនឹងយួនរួចទៅហើយដោយសារมันមានអ្វីនឹងអាចទៀមទាបានទឹកនឹងមកវិញមូលហេតុមកពីបានព្រមព្រៀងជាមួយយួនពីឆ្នាំ1982ទទួលស្គាល់ការប្រែប្រួលដែនសមុទ្រនៅខាងមុខកែបមុខកំពតឯណោះវាតាក់ទងគ្នាបានជាខាងថៃនេះវាមានលទ្ធភាពដែលខ្ញុំតែងតែលើកមកថាឫសគល់នៃការបាត់បង់ឬការខាតបង់នៃដែនសមុទ្រខ្ពង់រាបសមុទ្រសេដ្ឋកិច្ចរបស់កម្ពុជាវាកើតឡើងនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានហេងសំរិននិងហ៊ុនសែនជាអ្នកចុះហត្ថលេខាវាអញ្ចឹងណាបាទ MOU ឆ្នាំ2000ថៃលំបាកលុបវាមានបន្ទុកទៅលើថៃតែ MOU ឆ្នាំ2001វាអាចលុបបានវាមានបន្ទុកប៉ុន្តែបន្ទុកវាស្រាលជាងបន្ទុកដែលវាមានបើវាលុប MOU ឆ្នាំ2000អូខេ presentation បើមើលទៅលើសមត្ថភាពនៃការយល់ដឹងអាចមានសមត្ថភាពគ្រាន់ដើម្បីដឹកនាំរដ្ឋខ្ញុំអត់ចាប់អារម្មណ៍រឿងហ្នឹងកូនខ្ញុំអត់ចាប់អារម្មណ៍រឿងហ្នឹងខ្ញុំជា content maker ជាវាគ្មិនសង្គមខ្ញុំអត់ចាប់អារម្មណ៍រឿងហ្នឹងទេខ្ញុំអត់ចាប់អារម្មណ៍រឿងដែល presentation ឯងសរសេរទេណាកូនណាអត់ទេ presentation ឯងយកចិត្តទុកដាក់នឹងរឿងសមុទ្ររឿងទឹកដីរឿងច្បាប់រឿងអីដែលខ្ញុំនិយាយគ្រាន់បើជាងគិតរឿងហ្នឹង presentation ឯងគិតខុសកលៈទេសៈខ្ញុំកើតមកមិនមែនសម្រាប់គិតរឿងហ្នឹងទេខ្ញុំកើតមកសល់ពេលវេលារស់នៅខ្ញុំនិយាយឲ្យកូនខ្មែរយល់ដឹងពីទឹកដីប្រទេសជាតិរបស់ខ្លួននិងការចេះដឹងទូទៅដែលចាំបាច់សម្រាប់មនុស្សអាហ្នឹងខ្ញុំនិយាយតែរឿងដែលខ្លួនឯងទៅសេខ្ញុំអត់ចាប់អារម្មណ៍ទេណាសំកលសុទីវាអូយបានតែសាមបានណាសំកលបានណាលោកតាបើយើងមិនមែនជនជាតិអាមេរិកតែយើងចង់ទិញដីនៅអាមេរិកដើម្បីការពារទ្រព្យសម្បត្តិគឺបានទេមិនចេះទេសួរហ្នឹងដូចជាពិបាកឆ្លើយណាឬក៏សួរហ្នឹងសួរមិនស្មុគស្មាញសួរអញ្ចឹងសួរអញ្ចេះវិញថាតើយើងមនុស្សបរទេសអាចទិញអីនៅអាមេរិកបានទេអាចសួរអញ្ចេះបានឆ្លើយទៅវាងាយហើយកុំស្មុគស្មាញរបៀបអញ្ចឹងព្រោះសំណួរហ្នឹងវាពំត្រណោតណាកូនណាតើកូនឯងអាចទិញស្អីនៅអាមេរិកបានទេដូចជាដីធ្លីផ្ទះបាយបានកូនបានណាឆ្លើយប៉ុណ្ណឹងរីឯនីតិវិធីអាហ្នឹងបើចង់តតែស្វែងយល់ពីនីតិវិធីប៉ុន្តែចម្លើយសរុបគឺបានកាហ្វេខ្មែរថៃឆ្លោះគ្នាយ៉ាងណាតែចុងក្រោយក៏មិនអាចចោលគ្នាបានប្រទេសនៅជាប់ភូមិឋានជាមួយវាតែងតែតាក់ទងគ្នាណាចៅដូច្នេះអ្នកវិភាគគេនិយាយហ្នឹងមិនខុសទេ my things រាជការរាល់ថ្ងៃគឺគាត់កំពុងព្យាយាមឬអត់
ឬក៏ខំដែរតែមិនមានលទ្ធភាពខំតែមិនតន់ចាញ់ផលឬក៏អត់ចាញ់ផលគាត់មិនមែនមិនខំទេពីព្រោះវាជាអំណាចរបស់គាត់ខំប្រឹងណាតែវាមិនតន់ចាញ់ផលឬក៏វាអត់ចាញ់ផលកម្មវិធីពីសា81ប្រទេសចូលរួមខ្មែរជាប់លេខ81ខ្ញុំអត់ដឹងកម្មវិធីហ្នឹងទេចៅខ្ញុំអត់ដឹងទេអញ្ចឹងអត់មានចម្លើយទេខ្មែរ789ខ្មែរ789ខ្មែរផ្ញើជីវិតអនាគតលើហ៊ុនសែនហ្នឹងហើយមកពីផ្ញើជីវិតអនាគតហ្នឹងហើយបានជាអញ្ចឹងនោះអាហ្នឹងវាពិតអញ្ចឹងហើយអូខេរិទ្ធprogramming បរិញ្ញាបត្រ6ឆ្នាំ last world អត់មានអីត្រូវណែនាំសិភៅទេចៅកាលណាចៅឲ្យតាណែនាំនឹងចៅអត់ខំអានទេអ្វីដែលតានិយាយរាល់ថ្ងៃដែលសប្តាហ៍នេះវាជាង 6000 វីដេអូទៅហើយគឺសិតតែបបួលឲ្យរៀនហើយប្រាប់កន្លែងឲ្យទៅរៀនទៀតតែបើចៅនៅតែសួរដដែលថាសុំឲ្យណែនាំស្អីក៏ចៅអត់ចេះដែរពីព្រោះចៅខ្ជិលមនុស្សដែលពឹងគេឲ្យណែនាំសិភៅតែទេអញ្ចឹងគឺខ្ជិលហើយតាប្រាប់ហើយថាសុំឲ្យចៅខំរៀនហើយជាពិសេសខំរៀនភាសាអង់គ្លេសបើចៅគ្មានចំណេះដឹងភាសាអង់គ្លេសចៅមិនអាចមានឱកាសអានច្រើនបានទេពីព្រោះពិភពលោកវាសម្បូរព័ត៌មានដោយភាសាអង់គ្លេសអញ្ចឹងចៅសួរនេះចៅខ្ជិលទេបើតាប្រាប់ចៅក៏ចៅអត់មានយកទៅអានអីកើតទេគឺខ្ជិលណាគឺខ្ជិលតាប្រាប់ត្រង់កុំខឹងនឹងតាចៅឯងកំពុងតែសួរនៅសំណួរខ្ជិលណាសំណួរខ្ជិលគឺអញ្ចឹងរ៉ាស្លីគិតថានេះជាលេសរបស់តាហ៊ានឲ្យអនុទិនរករឿងខ្មែរដើម្បីចង់វាយទៀតទេលេសគឺអានេះប្រកាន់ផែនទី150,000 1លើ50,000ធ្វើរបងព្រំដែនអានេះលេសអានេះគោលដៅអានេះជាគោលដៅអានេះជាលេសអូខេណារ៉ាស្លីអានឹងអញ្ចឹង quiz លោកតាតើយល់យ៉ាងណាបើរដ្ឋគួរយកពន្ធបន្ថែមលើផលចំណេញដូចជាអ្នកលេង stock និងអ្នករកលុយ Facebook YouTube អញ្ចេះណាកូនរឿងពន្ធដាររដ្ឋត្រូវតែយកអ្វីដែលប្រជាជនមិនសប្បាយចិត្តគឺអ្នករកស៊ីធំវាអត់បង់ជាពិសេសគ្រួសារអ្នកកាន់អំណាចវាអត់បង់ពន្ធកាលណាការបង់ពន្ធមិនមានសមធម៌គឺអ្នកមានហើយនិងអ្នកក្រវាបង់ដូចគ្នាគេហៅថាសមធម៌តែអាអ្នកកាន់អំណាចវាអត់បង់ចំណែកអ្នកក្របង់ឬក៏បកពួកវាអត់បង់កិច្ចបានហើយអ្នកក្របង់អាហ្នឹងគេហៅថាវិសមធម៌ខ្មែរថាអត់ស្មើភាពបញ្ហាពន្ធដារវាត្រូវតែយកដើម្បីបង្កើតចំណូលរដ្ឋក៏ប៉ុន្តែនៅពេលដែលពន្ធដារនឹងវាធ្លាក់មកលើស្មាមកលើក្បាលប្រជាជនក្រហើយអាមនុស្សអ្នកមានដែលបកពួកនិងមនុស្សកាន់អំណាចវាអត់បង់អានឹងហើយជាសេចក្តីក្តៅក្រហាយណាកូនណាតែអារឿងយកពន្ធនោះវាត្រូវយកហើយសូម្បីតែចំណូលរបស់តានៅនឹង YouTube នេះគឺបង់ពន្ធដាច់ឆ្នាំគេចាញ់ទម្រង់1099ឲ្យបើមិនបង់យ៉ាងយូរឆ្នាំក្រោយគេអូសកលើនឹងដូច្នេះវាត្រូវបង់អ្វីដែលជាបញ្ហានៅប្រទេសកម្ពុជាគឺសង្គមមួយនេះវាមានមនុស្សជិះជាន់ដែលអត់បង់ណាវាវិសមភាពវាអត់ស្មើគ្នាបើវាមានសមភាពអាហ្នឹងយើងបង់អត់មានឈឺចាប់ទេណាកូនណាអាហ្នឹងអញ្ចឹងតើអាចបញ្យល់អំពីគំនិតសិភៅចរិតខ្មែរទិញអានកូននៅស្រុកខ្មែរសម្បូរតាទិញអានទៅមិនបាច់បញ្យល់ទេទិញអានទៅអានឲ្យបាន10 ដងអីចឹងណា
លោកតាតើជំនាញ UX UI design អាចធ្វើក្រៅប្រទេសបានទេមិនដឹងដែរកូនមិនដឹងដែរតែច្បាស់ជាមានស្អីដំបូងកូនឯងត្រូវមានភាសាអង់គ្លេសជាយានហើយប្រើ Google ដើម្បីស្វែងយល់ណាកូនស្វែងយល់ពីទីផ្សារការងារអាលីតើលោកហ៊ុនម៉ាណែតចង់បានន័យថាម៉េចក្នុងន័យដែលលើកឡើងថាចំនួនទឹកដីកម្ពុជាជាមួយថៃពិតជាឈឺចាប់ប៉ុន្តែមិនអាចឲ្យការឈឺចាប់នេះធ្វើឲ្យយើងដួលរលំនោះទេសម្ដីនឹងខ្ញុំឃើញគេដកស្រង់យកមកសរសេរនៅក្នុង Facebook សម្ដីនឹងគេហៅថាសត្វសេកសារិកាស្អីទៅហៅថាសត្វសេកសារិកាគឺគ្រាន់តែនិយាយតែគ្មានខ្លឹមសារទេ2ឆ្នាំហើយដែលហ៊ុនម៉ាណែតធ្វើនាយករដ្ឋមន្ត្រីដែលចាប់ក្បាលមីក្រូហ្វូននិយាយជើងមិនជាប់ដីជាពិសេសរឿង scammer នេះស្អីដែលម៉ាណែតនិយាយគេហៅថាសម្ដីសត្វសេកសារិកាពីរោះក៏ដោយតែវាអត់មាននយោបាយសកម្មភាពណាអត់មាននយោបាយសកម្មភាពណាហ៊ុនម៉ាណែតនិយាយពីរោះឬក៏សំលេងពីរោះតែគ្មាននយោបាយសកម្មភាពគេហៅថាសម្ដីសត្វសេកសារិកាហ៊ុនម៉ាណែតនិយាយពីរោះឬសំលេងពីរោះតែគ្មាននយោបាយសកម្មភាពគេហៅថាសម្ដីសត្វសេកសារិកាមេដឹកនាំដែលជាសត្វសេកសារិកាអត់ប្រយោជន៍ទេជាមេដឹកនាំវាតលតែមាននយោបាយសកម្មភាពនិយាយធ្វើតែបើគ្រាន់តែនិយាយឲ្យពីរោះមិនបាច់និយាយទេយកាលកន្លងមកនិយាយឲ្យតែពីរោះទេហើយអាសម្ដីចុងក្រោយនេះគ្មានន័យអីទាំងអស់ខ្ញុំមិនចង់រិះគន់ទេពីព្រោះខ្ញុំដឹងថាលោកហ៊ុនសែននឹងគាត់ control ប៉ុន្តែនិយាយអត់បានការណានិយាយទៅអីអត់វាគ្មានន័យអីសោះអញ្ចឹងហ្នឹងអញ្ចឹងណាបងប្អូនបាទthe moonlight learning studying working hard អាហ្នឹងគឺជាចម្លើយណាកូនណាឡុងម៉េងហួងរឿងបញ្ហាព្រំដែនតើគិតថារដ្ឋាភិបាលអាចដោះស្រាយបានទេអាចដោះស្រាយបានខ្លះបើរាជការហ៊ុនសែនហ៊ុនម៉ាណែតខំប្រឹងប្រែងអាចដោះស្រាយបានខ្លះដូច100អាចដោះស្រាយបាន20ណា last word តើសិភៅ48 law of power and the art of war ល្អឬទេអត់ល្អសិភៅទាំងពីរហ្នឹងអត់ល្អដរាបណាចៅអត់រៀនឲ្យចប់វិទ្យាល័យហើយមានបរិញ្ញា6ឆ្នាំចង់អាន40 act law of power ហើយនៅអាចវិជ័យសង្គ្រាមក៏ចៅនៅតែជាមនុស្សអត់បានការវាតលតែចៅរៀនចប់វិទ្យាល័យប្រឹងប្រែងស្វែងរកបរិញ្ញាបត្រហើយនឹងចេះអង់គ្លេសអញ្ចឹងសិភៅហ្នឹងវាអត់ល្អចំពោះចៅទេដរាបណាចៅខ្ជិលមិនព្រមរៀនអង់គ្លេសឲ្យស្ទាត់ហើយនឹងមិនព្រមខំប្រឹងរៀនបរិញ្ញាបត្រប្រៀបបាននឹងចៅនឹកឃើញចង់ជិះឡានមួយទំនើបតែចៅអត់គិតសន្សំលុយកាក់ដើម្បីទៅទិញឡានជិះចៅនៅតែដើរដដែលហើយអាសភៅអស់ហ្នឹងបើវាប្រែជាខ្មែរគឺអានអត់កើតទេពីព្រោះអ្នកប្រែហ្នឹងអត់ចេះស្ទាត់ទេឥឡូវហ្នឹងគេយក AI ប្រែក៏រឹតតែរញ៉ៃទៀតបើមិនចេះកែភាសាឲ្យត្រឹមត្រូវអ្នកដែលប្រែភាសាហ្នឹងអត់អានសភៅហ្នឹងយល់តែប្រែមិនកើតអត់កើតទេយើងត្រូវការចេះដឹងជាភាសាអង់គ្លេសដើម្បីយើងអានណាកូនណាអាហ្នឹងអញ្ចឹងតំបន់សមុទ្រកងគ្នាមិនបាច់ត្រួតស៊ីកណ្ដួយអីទេខ្ពើមណាស់ដឹងត្រួតស៊ីឲ្យមិនទេ
nè mà bị trượt si năng hai bàn kế sẽ nghe MOU pi pon muối năng ọt trap cái bao dương cục này năng mong pi cái bảo vệ si ọt miên vệ si vậy chỉ đâm bắn công này nè pra vệ không năng hai bàn cái trượt cái bao ọt miên ngư bự nè nè ta đâm bắn sầm mất công này tầm lại cho nên mà hà sao bật bật thế vệ thập bật mình toàn đăng đi tái chỉ vệ son này than việc bay rồi pon liền nè đất bay rồi pon liền số văn đà ra dần ta miền Việt thi ở váy chụp ao một trai thạch cào phụt phô rồi bài cá mặt chụp bài cứ một trai các ba cùng pu thông chụp phụt